សួស្តីប្រិយមិត្តទាំងអស់គ្នាដែលបានស្ដាប់នៅក្នុង Channel YouTube តារាខ្មែរលុយថ្ងៃនេះនាងខ្ញុំបានវិលត្រឡប់មកជួបប្រិយមិត្តម្ដងទៀតហើយបន្ទាប់ពីខកខានបានចេញវីដេអូជាច្រើនសប្ដាហ៍ថ្ងៃនេះខ្ញុំបាទនឹងលើកយកអំពីសភាវុធមួយប្រភេទដែលកម្ពុជាបានទទួលពីចិនគឺរថក្រោះ Type 59D ដែលកងទ័ពថៃបានទទួលដំណឹងថាកម្ពុជាទទួលបានពីសម្ព័ន្ធមិត្តរបស់កម្ពុជាគឺមិត្តចិនចំនួនជាង100គ្រឿងតើឥទ្ធិពលនិងសារៈប្រយោជន៍នៃរថក្រោះ Type 59D មានប្រយោជន៍អ្វីខ្លះតោះទៅស្ដាប់ការធ្វើបទបង្ហាញខ្លះៗអំពីនាងខ្ញុំដូចតទៅអាចសរសេរបានក្នុងលក្ខណៈវិភាគទូទៅដោយជៀសវាងការអះអាងដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការរថក្រោះ Type 59D និងឥទ្ធិពលលើសមរភូមិទំនើបក្នុងរយៈពេលចុងក្រោយនេះមានការពិភាក្សាជាច្រើនអំពីសមត្ថភាពយោធារបស់កម្ពុជាជាពិសេសទាក់ទងនឹងរថក្រោះ Type 59D ដែលជារថក្រោះត្រូវបានធ្វើទំនើបកម្មពីជំនាន់មុនទោះបីជាព័ត៌មានអំពីចំនួនរថក្រោះជាក់លាក់ត្រូវការបញ្ជាក់ពីប្រភពផ្លូវការក៏ដោយប៉ុន្តែអ្នកវិភាគយោធាជាច្រើនយល់ថាការមានរថក្រោះប្រភេទនេះអាចជួយពង្រឹងសមត្ថភាពការពារជាតិបានមួយកម្រិតរថក្រោះ Type 59D មានការកែលម្អប្រព័ន្ធគ្រប់គ្រងការបាញ់ប្រព័ន្ធមើលឃើញនិងសមត្ថភាពការពារប្រសើរជាង Type 59ធម្មតាវាអាចគាំទ្រកងទ័ពជើងគោកក្នុងការការពារទីតាំងសំខាន់ៗការទប់ស្កាត់ការវាយប្រហារនិងការពង្រឹងអំណាចការពារនៅតំបន់យុទ្ធសាស្ត្រនៅលើសមរភូមិរថក្រោះមានតួនាទីសំខាន់ក្នុងការផ្តល់កម្លាំងគាំទ្រដល់ទាហានជើងគោកការបង្កើនសមត្ថភាពចល័តនិងការការពារកងកម្លាំងពីការវាយប្រហារដោយអាវុធធន់ស្រាលលើសពីនេះវាក៏អាចដើរតួជាកម្លាំងរារាំងដែលធ្វើឲ្យភាគីម្ខាងទៀតត្រូវគិតគូរយ៉ាងប្រុងប្រយ័ត្នមុននឹងចាត់វិធានការយោធាណាមួយទោះជាយ៉ាងណានៅក្នុងសង្គ្រាមសម័យទំនើបជ័យជំនះមិនអាស្រ័យតែលើរថក្រោះប៉ុណ្ណោះទេប្រព័ន្ធស៊ើបការអាកាសយានដ្រូនការទំនាក់ទំនងការហ្វឹកហ្វឺនកងទ័ពនិងការគ្រប់គ្រងយុទ្ធសាស្ត្រសុទ្ធតែជាកត្តាសំខាន់ដែលកំណត់ប្រសិទ្ធភាពរបស់កងកម្លាំងប្រដាប់អាវុធជារួម